មនុស្សដែលល្អពិតនោះគឺល្អចំពោះកូនផងល្អចំពោះអ្នកដទៃផងមានទំនួងដូចគ្នាដែរដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អចំពោះមកលើកូនគឺមិនមែនបានសេចក្តីថាគេជាមនុស្សមិនល្អនោះទេនោះដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផងទាំងចំពោះអ្នកដទៃផងដែលម៉ែឪលើកយករឿងនេះមកប្រាប់កូនក៏ដើម្បីឲ្យកូនដឹងទុកតទៅខាងមុខនឹងបានកូនប្រយ័ត្នប្រយែងមិនចេះតែជឿគេងាយមិនត្រូវបានគេបោកបញ្ឆោតយ៉ាងទៀតកូននឹងមិនបានពលរោគអ្នកដទៃណាថាគេជាមនុស្សល្អឬក៏មិនល្អដោយងាយនោះឡើយគឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អឬផ្នែកអាក្រក់ដោយចំណែកតែម្ខាងនោះឯង18ឆ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាជាសេចក្តីទុកហើយគឺមិនមាននរណាប្រាថ្នាឡើយប៉ុន្តែគ្រប់គ្នាក៏រមែងមានសេចក្តីទុកជាប់តាមមានសេចក្តីទុកខ្លាំងមានទុកតិចចេះតែមានជាធម្មតាទាំងដែលគ្រប់គ្នាមិនប្រាថ្នានោះឯងសេចក្តីទុកមានពីរយ៉ាងគឺទុកផ្លូវកាយនិងទុកផ្លូវចិត្តទុកផ្លូវកាយរងាប់បានដោយអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យថ្នាំកែរោគឯចំណែកក្តីទុកផ្លូវចិត្តវិញត្រូវរក្សាដោយព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្តជាថ្នាំកម្លាំងជំនួយឲ្យចិត្តមានកម្លាំងមានសុខភាពល្អនិងជាទីពឹងផ្លូវចិត្តនោះយើងកាលដែលមានរោគផ្លូវកាយបានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សាក៏ស្ងប់រងាប់ទៅនៅរោគផ្លូវកាយនោះឯចំណែករោគផ្លូវចិត្តវិញគឺចាំបាច់ត្រូវតែយកព្រះធម៌មកថែរក្សាទៅបានក្តីនេះកូនត្រូវតែយល់ឲ្យបានច្បាស់មនុស្សណាដែលមិនឃើញការពិតដូច្នេះមនុស្សនោះនៅពេលមានក្តីទុកផ្លូវចិត្តកើតឡើងក៏រមែងជាទុកដោយប្រះចាកទីពឹងសោកសៅពលរៀបរាប់ឬក៏ស្រែកលោឡាបន្ទោសនេះបន្ទោសនោះចំណែកមនុស្សដែលមានបញ្ញាដឹងក្តីទុកផ្លូវចិត្តថាជារោគរមែងស្ដាប់រៀនសិក្សាព្រះធម៌ពិចារណានិងបរិបត្តិទៅតាមព្រះធម៌ដើម្បីរក្សារោគចិត្តរបស់ខ្លួនឲ្យដូចជាការរក្សារោគផ្លូវកាយដែរម្ល៉េះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសូម្បីជួបប្រទះជាមួយនឹងសេចក្តីទុក្ខក៏អាចកម្ចាត់ទុក្ខក្នុងចិត្តបាននិងរកសេចក្តីសុខបាននៅក្នុងជីវិតដែលជាសុខប្រសិទ្ធៈនៅទោសទៀតផងការព្យាបាលរោគផ្លូវកាយមិនរើសវ័យថាក្មេងឬចាស់ឡើយឲ្យតែមានជំងឺគឺត្រូវតែព្យាបាលយ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនោះដែរនោះយើងមានលោភៈទោសៈមោហៈជារោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាបដូច្នេះកូនត្រូវតែមាននៅថ្នាំគឺព្រះធម៌ឲ្យបានជាប្រចាំផងដែរទោះជាកូនស្ថិតនៅក្នុងវ័យណាក៏ដោយកូនត្រូវតែរក្សាចិត្តឲ្យជាប្រចាំរហូតដល់តែបានជាសះស្បើយអស់ទុក្ខអស់កង្វល់ពីសន្តានចូលកូនប្រខាត់ឲ្យមានការយល់ដឹងច្បាស់អំពីព្រះធម៌ទីបំផុតកូននឹងដឹងថាព្រះធម៌នោះល្អយ៉ាងណាចូលកូនពិចារណានៅកំណាព្យនេះរូបសោល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយចូលកូនប្រុសស្រីកុំបំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធម៌មិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ19ការគ្រប់គ្រងចិត្តមនុស្សកូនជាទីស្រឡាញ់ជាវាយនេយដែលមានចិត្តល្អមានយុត្តិធម៌ចេះយល់ចិត្តយល់ថ្លើមនិងជាគ្នាឯងជាមួយកូនចៅមិនយកប្រៀបមិនរកប់សកិនបៀតបៀនកូនចៅរមែងធ្វើឲ្យកូនចៅកក់ក្ដៅក្នុងចិត្តនឹងឲ្យនៅសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខទាំងទីកំបាំងមុខត្រឡប់ទៅរកជាវាយនាយព្រមទាំងចងចាំទុកនៅគុណធម៌ទាំងឡាយរហូតដល់ជីវិតរបស់ពួកគេទៀតផងបើកូនមានឱកាសបានធ្វើជាចវាយនាយលើគេឬថាជាអ្នកបង្កប់វិជាគេកូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះនេះបើកូនប្រាថ្នាឲ្យកូនចៅដែលនៅក្រៅបង្កប់របស់កូនស្រឡាញ់កក់ក្ដៅក្នុងចិត្តនិងគោរពស្រឡាញ់ដោយស្មោះនោះកូនធ្វើឲ្យអ្នកដែលនៅក្រៅមួយវត្តរបស់កូនស្រឡាញ់ពេញចិត្តគោរពស្ម័គ្រស្មោះនេះគឺថាជាការប្រសើរណាស់
ឯការដែលធ្វើឲ្យគេគ្រាន់តែខ្លាចតែគេមិនគោរពកោតក្រែងនោះមិនប្រសើរឡើយអ្នកគ្រប់គ្រងគេកាលបើប្រើតែព្រះដែកច្រើនជាងប្រគុណរមែងមានតែមនុស្សចេះខ្លាចប៉ុន្តែមិនកក់ក្ដៅក្នុងចិត្តនិងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះដែកមនុស្សទាំងឡាយរមែងខ្លាចផងក្រែងផងគោរពដោយស្ម័គ្រស្មោះនិងកក់ក្ដៅនៅក្នុងចិត្តផងយ៉ាងនេះហៅថាអ្នកគ្រប់គ្រងគេបានទាំងកាយទាំងចិត្តអ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្សដោយប្រើអំណាចបង្កប់បញ្ជាដើម្បីធ្វើឲ្យគេកោតខ្លាចនោះគឺជាការយល់ខុសដោយពិតអំណាចពិតប្រាកដកើតអំពីការសាងនៅភាពកក់ក្ដៅឲ្យដល់កូនចៅជាសំខាន់ភាពកក់ក្ដៅដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ហើយដកជាប់នៅក្នុងការអើបេះដូងរមែងកើតពីការឲ្យការអើពើនិងការយកចិត្តទុកដាក់ដោយជាការឲ្យប្រាក់ឲ្យរបស់របរប្រើប្រាស់ឲ្យកម្លាំងចិត្តឲ្យភាពជាគ្នាឯងឲ្យពាក្យណែនាំដែលល្អល្អឲ្យពាក្យពីរោះមានប្រយោជន៍ឲ្យអភ័យឲ្យភាពកក់ក្ដៅបីដូចឪពុកម្ដាយរួមទាំងការឲ្យនៅកិត្តិយសឲ្យភាពពងពោះហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នាទៀតផងប៉ុណ្ណេះជាដើមបើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្សកូនត្រូវចេះសង្គ្រោះចេះឲ្យនៅអ្វីៗដោយក្តីមេត្តាករុណាហើយត្រូវឲ្យជារឿយទៀតផង20ការទទួលខុសត្រូវកូនជាទីស្រឡាញ់ការកូនធ្វើការងារជារបស់ខ្លួនឯងឬការបាននៅការងារដែលអ្នកដទៃប្រគល់ឲ្យធ្វើចំណុចសំខាន់ដែលកូនត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺការទទួលខុសត្រូវការទទួលខុសត្រូវគឺការដែលមាននៅការតាំងចិត្តមានភាពប្រកបក្នុងចិត្តដើម្បីនឹងធ្វើនៅការនោះដើម្បីឲ្យការទាំងនោះសម្រេចទៅដោយរៀបរយល្អនិងតាន់តាមពេលដែលបានកំណត់ទុកអ្នកទទួលខុសត្រូវក្នុងការងារមិនចាំបាច់ឲ្យអ្នកណាមករំលឹកដាស់តឿនមកបង្ខំជារឿយនោះឡើយរមែងជាអ្នកដាស់តឿនខ្លួនឯងជានិច្ចមានស្មារតីដឹងថានេះជាការងារដែលខ្លួនត្រូវធ្វើមនុស្សដែលចេះទទួលខុសត្រូវក្នុងការងារគឺជាមនុស្សដែលពួកគណៈត្រូវការហើយប្រទេសជាតិក៏ត្រូវការដែរមនុស្សចេះទទួលខុសត្រូវរមែងចម្រើនក្នុងការងារជីវិតឈានទៅរកភាពរុងរឿងប្រសើរឡើងផ្ទុយពីមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវរមែងលេះលោះក្នុងការងាររបស់ខ្លួនមិនគោរពតួនាទីរបស់ខ្លួនធ្វើការងារអ្វីៗបែបមិនពេញចិត្តរើសអើងក្នុងការងារចង់តែសនុកស្រួលចង់តែបានប្រាក់ចង់តែពជាលើគេឡាក់